បងប្អូនដែលគាត់រស់នៅខេត្តសៀមរាបក៏ដូចជាបងប្អូននៅតាមបណ្ដាខេត្តជាពិសេសអ្នកភ្នំពេញណាហ្នឹងហើយគាត់ទៅលេងសៀមរាបភាគច្រើនគាត់មើលរំលងហើយទីតាំងកន្លែងនេះគឺនៅជិតក្រុងសៀមរាបមែនទែនបងប្អូនជិះតែបន្តិចគឺដល់ផ្លូវគឺងាយស្រួលថ្ងៃនេះខ្ញុំនាំបងប្អូនមកកាន់ភ្នំក្រោមហ្នឹងហើយយើងមកស្ថិតនៅលើកំពូលភ្នំក្រោមដើម្បីមកពិចនិចហ្នឹងហើយមកស្រូបខ្យល់អាកាសនិយាយទៅបរិយាកាសគឺត្រជាក់ស្រួលតែម្ដងយើងស្ថិតនៅលើកំពូលភ្នំយើងឃើញកលេចមកគឺទេសភាពស្រស់ស្អាតផ្ទះតូចៗក៏ដូចជានៅជុំវិញវត្តនេះគឺសិតតែដើមឈើខៀវស្រងាត់ហើយសំខាន់បរិយាកាសជាបែបនេះបើសិនជាបងប្អូនអត់មកទេបងប្អូនប្រកាសជាស្ដាយក្រោយសំខាន់បងប្អូនមកមើលថ្ងៃរៀបលិចហើយសូមអរគុណដល់ហាង Leo Buchen បើសិនជាបងប្អូនមានតម្រូវការចង់ទិញខោ Leo ថ្មីស្អាតសម្រាប់ដំណើរកម្សាន្តផ្សេងមិនថាដើរលេងមិនថាទៅសមុទ្រឬក៏មិនថាពាក់នៅផ្ទះពាក់ទៅធ្វើការបងប្អូនអាចតាក់ទងមកបានតម្លៃ promotion គូធូរថ្លៃមែនទែនទិញ4ខែ1 free សេវាដឹកជូនឥឡូវនេះយើងកំពុងតែធ្វើដំណើរដើម្បីឆ្ពោះទៅកាន់ភ្នំក្រោមបងប្អូនណានិយាយទៅដោយសារយើងស្ថិតនៅក្នុងកម្មវិធីបុណ្យចូលឆ្នាំខ្មែរយើងនៅឡើយអញ្ចឹងមានបងប្អូនយើងគឺគាត់ជះទឹកហ្នឹងហើយលេងតាមផ្លូវនេះគឺលេងរហូតតែម្ដងហើយយើងស្ថិតនៅលើផ្លូវនេះគឺយើងធ្វើដំណើរតាមផ្លូវកវ៉ាត់ក្រុងណាដើម្បីបុកទៅដល់ភ្នំក្រោមហើយសំខាន់ផ្លូវដែលយើងធ្វើដំណើរនេះគឺមានមនុស្សម្នាគឺច្រើនមែនតើចាំជះទឹកហើយបើសិនជាពួកខ្ញុំអត់ជិះឡានណាខ្ញុំជិះម៉ូតូដូចពួកគាត់នៅខាងមុខនិយាយទៅពួកខ្ញុំដឹងតែជោគហ្មងអត់ទាន់ទៅដល់ភ្នំក្រោមទេគឺត្រូវដូរកៅអៅយ៉ាងហោចណាក៏2 3កាផ្លេដែរអញ្ចឹងបានថារៀងសណាងដែរហ្នឹងបាននៅក្នុងឡានអញ្ចឹងណាហើយពេលដែលកំពុងជិះហ្នឹងក៏ហ៊ានជិះលឿនដែរព្រោះយើងមើលឆ្វេងមើលស្ដាំផ្លូវដែលទៅហ្នឹងគឺអ្នកលេងគឺលេងតាំងពីកន្លែងដែលយើងបត់ផ្លូវចូលទៅភ្នំក្រោមរហូតសឹងទៅដល់ជើងភ្នំណាហ្នឹងហើយការលេងរបស់ពួកគាត់ដូចបងប្អូនឃើញអញ្ចឹងមានអ្នកខ្លះក៏លេងរៀង slow មានអ្នកខ្លះក៏លេងរៀងកាចមិនគាត់ដឹងតែពួកខ្ញុំនិយាយទៅគឺនៅក្នុងឡានប៉ុន្តែគាត់នៅតែជះហើយមានអ្នកខ្លះពេលដែលខ្ញុំរៀងប្រអងឡានអញ្ចឹងណាគាត់យកសាប៊ូយកអីអញ្ចឹងយកមកដុសយកមកកាត់ឡានដូចជាកញ្ចក់ឡានអីផ្សេងអញ្ចឹងសម្រាប់ខ្ញុំបើសិនជាខ្ញុំបានចុះលេងខ្ញុំធានាថាខ្ញុំសប្បាយប៉ុន្តែដោយសារខ្ញុំចង់ផ្តិតរូបភាពក៏ដូចជាវីដេអូជូនបងប្អូនឲ្យកាន់តែច្បាស់ក្នុងដំណើរកម្សាន្តរបស់ខ្ញុំរហូតដល់ភ្នំក្រោមអញ្ចឹងពួកខ្ញុំអត់ហ៊ានចុះលេងទេក៏យើងសម្រេចចិត្តទៅបដាអញ្ចឹងណាតាមផ្លូវហ្នឹងក៏យើងបានមើលគេលេងក៏យើងមានអារម្មណ៍ថាសប្បាយដែរពួកខ្ញុំភាគច្រើនទុកកម្លាំងពេលយប់ដើម្បីយើងទៅលេងនៅ pub street អញ្ចឹងណាហើយនេះមានអូននេះឃើញជះមកនិយាយទៅជះមកគឺត្រូវនឹងកញ្ចក់ឡានខ្ញុំហ្មងឥឡូវនេះយើងចាប់ផ្ដើមឡើងទៅភ្នំក្រោមឯងបងប្អូនកាលពីសម័យមុនណាខ្ញុំចាំកាលដែលខ្ញុំនៅទូចគឺខ្ញុំឡើងតាមចដាលជើងគឺឡើងម្ដងគឺហត់ខ្លាំងមែនតើខ្ញុំចាំបានកាលហ្នឹងខ្ញុំនៅតូចប្រហែលជាខ្ញុំអាយុ10ឆ្នាំជាងខ្ញុំធ្លាប់មកលេងនៅភ្នំក្រោមតែបច្ចុប្បន្នគឺផ្លូវងាយស្រួលមែនតើបងប្អូនអាចជិះឡានឡើងរហូតទៅដល់លើភ្នំហើយគ្រាន់តែយើងអត់ទាន់ទៅដល់បងប្អូនឃើញព្រះអាទិត្យណាចុះទៅក្រោមតិចម្ដងហ្នឹងហើយរៀបលេចប៉ុន្តែផ្លូវនេះគឺជាផ្លូវដែលខ្ញុំបន្តដើម្បីខ្ញុំនិយាយទៅខ្ញុំមកទៅវត្តទេរាល់ដងគឺខ្ញុំទៅវត្តតែលើកនេះគឺខ្ញុំបត់មកស្ដាំដៃដើម្បីខ្ញុំឆ្ពោះទៅកាន់កញ្ចក់ហើយយើងមានបានទិញរបស់ញ៉ាំខ្លះដើម្បីមកពេញនិចចឹងណាហើយនេះខ្ញុំថតជូនបងប្អូនទាំងអស់គ្នាជុំវិញគឺបរិយាកាសគឺគេធ្វើលក្ខណៈតង់តូចចឹងណាមានរឹងហ្នឹងហើយមានដូចជាកាទៀលឲ្យគេក្រាលចឹងទៅហើយសម្រាប់យើងអាចជួលដូចជាខ្ញុំចាំបានថាដូចជាតែ10000ឬក៏5000ខ្ញុំភ្លេចដែរប្រហែលជា10000ហ្នឹងហើយបើនិយាយពីបរិយាកាសវិញខ្ញុំឲ្យអួយហ្មងបងប្អូននិយាយទៅគឺត្រជាក់ស្រួលហើយមានបងប្អូនយើងគឺគាត់មកលេងគឺគាត់មកជួលកន្លែងអង្គុយហ្នឹងគឺច្រើនមែនតើក្រោយពីរកកន្លែងបានអង្គុយឥឡូវនេះយើងចាប់ផ្ដើមហ្នឹងហើយចាក់ខ្ចៅហ្នឹងហើយយើងទិញមកបាន 3-4 មុខដែរសម្រាប់របស់ញ៉ាំងាយអញ្ចឹងណាហើយមានដូចជាពងទាកូនមានដូចជាកាពឹសចៀនក៏ដូចជាខ្ចៅហ្នឹងហើយនេះគឺជាបរិយាកាសទាំងស្រុងបងប្អូនណាហ្នឹងហើយ view គឺ360ដឺក្រេហើយត្រជាក់ស្រួលបងប្អូនណាខ្ញុំធានាបងប្អូនមកមានអារម្មណ៍ថា chill មានអារម្មណ៍ថា fresh មានអារម្មណ៍ថា relax ព្រោះដោយសារអីយើងមកពេលល្ងាចយើងមកមើលថ្ងៃលិចហើយសំខាន់មានដើមឈើជុំវិញពណ៌បៃតងខៀវខ្ចីហ្នឹងហើយបងប្អូនមកបើសិនជាបងប្អូនមានគ្នាណាហ្នឹងហើយ2ឬក៏3នាក់បងប្អូននឹងកាន់តែសប្បាយព្រោះដោយសារយើងមានគ្នានិយាយគ្នាលេងទៅចែកគ្នាលេងពីនេះពីនោះយើងញ៉ាំអីតិចតួចជុំគ្នាយើងមានអារម្មណ៍ថាយើងបាត់អស់ទុកកង្វល់ហើយសម្រាប់ពេលថ្ងៃដូចខ្ញុំប្រាប់បងប្អូនចឹងខ្ញុំភាគច្រើនគឺខ្ញុំដើរលេងជុំវិញក្រុងចឹងទៅខ្ញុំអត់ចូលក្រុងទេហើយបើសិនជាមកកន្លែងទីតាំងនេះវិញបងប្អូនក្រៅពីបងប្អូនមកដើម្បីញ៉ាំអាហារជុំគ្នាយើងទៅចែកគ្នាលេងក៏ដូចជាមកស្រូបខ្យល់អាកាសទីតាំងកន្លែងនេះគឺល្អមែនតើបងប្អូនណាសម្រាប់បងប្អូនខ្លះដែលគាត់អត់ដឹងគឺការមើលថ្ងៃលិចព្រោះដោយសារអីអ្នកខ្លះគាត់គិតថាការមើលថ្ងៃលិចគឺភាគច្រើនគឺគាត់ទៅតែភ្នំបាក់ខែងអីទេប៉ុន្តែអត់ដឹងថាទីតាំងកន្លែងនេះគឺស្រស់ស្អាតមែនតើគឺសម្រាប់មើលថ្ងៃលិចដូចគ្នាអញ្ចឹងបើសិនជាបងប្អូនចង់មកលេងសៀមរាបកុំឲ្យមើលរំលងឲ្យសោះព្រោះទីតាំងកន្លែងនេះគឺខ្ញុំសូមណែនាំ 100% ហើយសូមអរគុណដល់ហាង Leo Buchen បើសិនជាបងប្អូនមានតម្រូវការចង់ទិញខោ Leo ថ្មីស្អាតបងប្អូនអាចតាក់ទងមកលើនេះស្តុកយើងមានពេញបើសិនជាបងប្អូនត្រូវការ promotion យើង4ខែ1នៅតែផ្ដល់ជូនហើយ free សេវាដឹកអរគុណច្រើនជម្រាបលា